លោកអ្នកបងប្អូនប្រងចង់ផ្លាស់ប្ដូរអ្វីមួយយ៉ាងពីវប្បធម៌ចាស់របស់ជនជាតិយូដាឲ្យឃើញអ្វីមួយដែលថ្មីដែលព្រះអង្គអាចផ្លាស់ប្ដូរកិច្ចការទាំងអស់នេះឲ្យទឹកខ្លាយជាស្រានៅក្នុងសម័យនោះព្រះអង្គនឹងមិនដែលឲ្យគេដងទឹកចូលក្នុងពាងស្រាទេប៉ុន្តែព្រះអង្គឲ្យគេដងទឹកដាក់ទៅក្នុងពាងទឹកដែលជនជាតិយូដាយកទៅលាងដៃនឹងពិធីជំរះកាយពាងទឹកគេសម្រាប់ងូតទឹកពាងទឹកគេសម្រាប់លាងដៃមិនមែនដាក់ស្រាទេមិនមែនដែរអត់ពាងស្រានិងពាងទឹកខុសគ្នាឆ្ងាយប៉ុន្តែព្រះគម្ពីរព្រះអង្គបានយកពាងទឹកដាក់ទឹកឲ្យคล้ายជាស្រាដល់ពេលដែលយើងជឿលើព្រះអង្គពេលខ្លះយើងធ្វើតាមអ្វីដែលជាកិច្ចការដែលចាស់ចាស់ការយល់អ្វីដែលជាវប្បធម៌ចាស់របស់យើងបើសិនបើមានកិច្ចការកើតឡើងវាត្រូវតែមាននេះកើតឡើងបើសិនបើមានករណីនេះវាត្រូវតែមានអ្វីនេះកើតឡើងជាការគិតរបស់យើងដែលជាទម្លាប់ចាស់របស់យើងគឺជាផ្នត់គំនិតចាស់របស់យើងពេលខ្លះជនជាតិយូដាគឺមានហ្នឹងប៉ុន្តែនៅពេលដែលព្រះអង្គហៅយើងជាអេក្លេសៀជាបុត្ររបស់ព្រះអង្គជាក្រុមជំនុំរបស់ព្រះអង្គឲ្យយើងរៀនពីរបៀបថ្មីដែលជាព្រះបន្ទូលរបស់ព្រះអង្គហេតុអីបានលោកអ្នកបងប្អូនដកដង្វាយ 10% ថ្វាយទៅក្នុងដំណាក់របស់ព្រះជាម្ចាស់បងប្អូនធ្លាប់ធ្វើពីមុនមកអត់តបទេហេតុអីព្រះអង្គឲ្យការពារ guard your heart នៅក្នុងស្ថានភាពមួយនេះហើយបើហេតុអីបងប្អូនថាលើកលែងទោសឲ្យគេចូលស្រឡាញ់ខ្មាំងសត្រូវរបស់លោកអ្នកបងប្អូនទាំងគ្នាលោកអ្នកបងប្អូនធ្លាប់ធ្វើពីមុនមកហ៎អត់ទេជារបៀបថ្មីមួយដែលព្រះអង្គបាននាំមកកាន់ប្រជារាស្ត្ររបស់ព្រះជាម្ចាស់នៅពេលដែលយើងធ្វើអញ្ចឹងសូមមើលខគម្ពីរនៅពេលដែលយើងដងទឹកដាក់ទៅក្នុងពាងទឹកសូមមើលខគម្ពីរព្រះអង្គមានព្រះបន្ទូលកន្លែងហ្នឹងព្រះអង្គមានព្រះបន្ទូលថាឥឡូវនេះសូមដងយកទៅជូនលោកចៅមហាទៅគេក៏ដងយកទៅជូនលោកចៅមហាភ្លក់ស្រាហ៎លោកចៅមហាភ្លក់ទឹកមែនទេលោកចៅមហាភ្លក់ទឹកដែលបានប្រែមកជាស្រាទំពាំងបាយជូរគាត់មិនដឹងថាគេបានស្រានេះមកពីណាឡើយមានតែពួកអ្នកបម្រើដែលបានដងទឹកមកចាក់ពេញពាងទើបដឹងពេលខ្លះយើងស្ដាប់បង្គាប់ព្រះអង្គម្ដងអត់ទាន់អស់ហើយណាប៉ុន្តែប្រហែលជា2ដងនឹងមានកិច្ចការដែលអស្ចារ្យលោកអ្នកបងប្អូននៅពេលដែលយើងអត់មានចិត្តសង្ស័យនៅពេលដែលអ្នកបម្រើនៅក្នុងសម័យនោះអត់មានចិត្តសង្ស័យដងទឹកដែលនៅក្នុងពាងយកទៅឲ្យអ្នកធំទៀតចៅមហាភ្លក់ទឹកហើយខ្ញុំអត់ដឹងខ្លាយជាស្រានៅពេលណាតែពេលភ្លក់ហ្នឹងក៏មិនដឹងខ្ញុំដឹងដែរទឹកក៏បានប្រែជាស្រាដ៏ឆ្ងាញ់បំផុតនៅក្នុងពិធីមង្គលការទឹកដែលឆ្ងាញ់ស្រាដែលឆ្ងាញ់ធម្មតាគេបម្រើភ្ញៀវនៅពេលដំបូងនៅពេលភ្ញៀវរៀងត្រង់ទុនតិចហើយគេដាក់ឲ្យมันឆ្ងាញ់មែនទេប៉ុន្តែអ្វីដែលព្រះអង្គធ្វើគឺខុសពីអ្វីដែលយើងគិតអ្វីដែលព្រះអង្គធ្វើខុសពីផ្នត់គំនិតការគិតរបស់មនុស្សព្រះអង្គតែងតែធ្វើអ្វីដែលពិសេសនៅគ្រាដែលចុងក្រោយលោកអ្នកបងប្អូនបទគម្ពីរមួយនេះចង់ឲ្យយើងស្ដាប់បង្គាប់ព្រះអង្គពេលខ្លះអ្នកបម្រើឆ្ងល់ដែរដងទឹកមិនអស់ចិត្តប្រើខ្ញុំឲ្យដងទឹកហ្នឹងទៅឲ្យចៅមហាទៀតចិត្តគំនិតរបស់ខ្ញុំខុសពីសកម្មភាពរបស់ខ្ញុំវាជាទឹកដែលនៅក្នុងពាងខ្ញុំដងផ្ទាល់ដៃវាជាទឹកក្នុងពាងដែលខ្ញុំដងផ្ទាល់ដៃតែខ្ញុំយកទឹកនេះទៅជូនចៅមហាដោយវាជាទឹក 100% ខ្ញុំដងផ្ទាល់ដៃខ្ញុំអត់លឺពីអ្នកដទៃទេខ្ញុំធ្វើផ្ទាល់ដៃពេលដែលយើងធ្វើតាមព្រះបន្ទូលរបស់ព្រះគម្ពីរបានចែងថាមានតែអ្នកបម្រើទេដែលដឹងអំពីកិច្ចការទាំងអស់អ្នកដែលចូលក្នុងពិធីមង្គលការខ្ញុំអត់ដឹងថាប្រមាណ100អ្នកប្រមាណពាន់អ្នកប៉ុន្តែព្រះគម្ពីរបានចែងថាមានតែអ្នកបម្រើដែលដងទឹកដាក់ក្នុងពាងទេបានដឹងអំពីកិច្ចការដ៏អស្ចារ្យនេះមានតែអ្នកដែលស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គហើយធ្វើតាមទេបានដឹងអំពីកិច្ចការដ៏អស្ចារ្យនេះ
អ្នកដទៃប្រហែលជាអត់ដែរប៉ុន្តែអ្នកបម្រើបានដឹងអំពីកិច្ចការនេះដោយសារគេជាអ្នកដែលធ្វើយ៉ាងផ្ទាល់ដែរអត់មាននរណាដឹងអំពីកិច្ចការអស្ចារ្យនៅក្នុងជីវិតលោកអ្នកបងប្អូនទេមានតែលោកអ្នកបងប្អូនទេដែលដឹងពីព្រោះព្រះអង្គធ្វើការប្រវត្តិមានព្រះអង្គនៅក្នុងជីវិតរបស់លោកអ្នកបងប្អូនទាំងអស់គ្នាប៉ុន្តែចំណុចសំខាន់គឺធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយអត់ចិត្តអត់ដែលមិនចិត្តសង្ស័យនៅក្នុងជីវិតរបស់យើងម្ដងហើយម្ដងទៀតក៏រហូតដល់យើងជួបនៃការអស្ចារ្យដែលឃើញដែលពណ៌ដែលប៉ះពាល់នៅក្នុងជីវិតរបស់យើងផ្ទាល់នៅក្នុងជីវិតរបស់យើងអេមែនលោកអ្នកបងប្អូននេះគឺជាប្រហារតីរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងលើកទឹកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាឲ្យបន្តអធិដ្ឋានធ្វើតាមព្រះបន្ទូលរបស់បទគម្ពីរមួយនេះទី1ឲ្យការពារចិត្តគំនិតរបស់យើងទី2ធ្វើតាមព្រះបន្ទូលរបស់អង្គបន្តទៀតក្នុងជីវិតរបស់យើងជួនពេលខ្លះយើងមិនយល់ជួនពេលខ្លះយើងក៏ហាក់បីដូចជាសង្ស័យប៉ុន្តែព្រះបន្ទូលរបស់អង្គនឹងមិនដែលคล้ายព្រះបន្ទូលរបស់អង្គគឺជាព្រះបន្ទូលដែលផ្ដល់ជីវិតជាព្រះបន្ទូលដែលផ្ដល់ការអស្ចារ្យទោះបីជាពេលខ្លះ mindset របស់យើងការគិតរបស់យើងមានចិត្តសង្ស័យបន្តិចតួចមែនទេតែយើងនៅតែធ្វើអ្នកបម្រើក៏សង្ស័យបន្តិចតួចដែរខ្ញុំជឿថាមិនអត់ទេប៉ុន្តែទីបំផុតប្រចាំពាក្យរបស់មេដារបស់ព្រះយេស៊ូវថាបើលោកឲ្យធ្វើអីគុំចាំឲ្យច្បាស់ពាក្យមួយនេះបើលោកឲ្យធ្វើអីធ្វើតាមចិត្តធ្វើតាមការអស្ចារ្យនៅពេលដែលយើងធ្វើតាមព្រះបន្ទូលរបស់ព្រះទុំលន់នៅបងប្អូនក្រោកឆ្លងនៅថ្ងៃនេះខ្ញុំជឿថាព្រះបន្ទូលមួយនេះសូមឲ្យក្រុមថ្វាយបង្គំបានឡើងមកគឺជាព្រះបន្ទូលដែលលើកទឹកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នារួមទាំងខ្ញុំដែរពីព្រោះយើងគ្រោះនៅក្នុងប្រទេសកម្ពុជាជាមួយគ្នាអេមែនខ្ញុំលើព័ត៌មានលោកអ្នកបងប្អូនក៏លើព័ត៌មានលោកអ្នកបងប្អូនជួបកលៈទេសៈនេះខ្ញុំក៏ជួបកលៈទេសៈនឹងដូចគ្នាបើព្រះបន្ទូលនោះនាំឲ្យយើងបានដឹងថាព្រះអង្គគង់នៅក្នុងក្រុមជំនុំរបស់ព្រះអង្គប្រវត្តិមាន The Holy Spirit គង់នៅក្នុងទីនេះកុំឲ្យយើងភ័យខ្លាចសោះឡើយព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងជីវិតរបស់លោកអ្នកបងប្អូនទាំងអស់គ្នាកុំភ័យខ្លាចសោះឡើយបើព្រះអង្គនៅក្នុងពិធីមង្គលការកុំភ័យខ្លាចទោះបីជាខ្វះស្រាទោះបីជាខ្វះម្ហូបក៏ព្រះអង្គអាចយកត្រី2កន្ទុយនំប៉័ង5ដុំបានប្រទានពរដល់មនុស្ស 5,000 នាក់យ៉ាងបរិបូរណ៍ហួសហៀរព្រះអង្គចង់ប្រាប់ថាព្រះអង្គគឺជា provider ជាព្រះដែលផ្គត់ផ្គង់នៅក្នុងជីវិតរបស់យើងជាព្រះដែលឲ្យរំដូវការរបស់លោកអ្នកបងប្អូនបានសម្រេចនៅក្នុងជីវិតរបស់លោកអ្នកបងប្អូនទាំងអស់គ្នាឲ្យតែយើងធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គឲ្យតែព្រះអង្គគង់នៅជាមួយយើងកុំភ័យខ្លាចសោះពេលវេលារបស់ព្រះអង្គពេលខ្លះមិនទាន់ដល់នៅឡើយរងចាំរងចាំដោយសេចក្តីសង្ឃឹមរងចាំដោយស្ដាប់បង្គាប់ព្រះអង្គនៅក្នុងជីវិតរបស់យើងនៅក្នុងសៀវភៅយ៉ូហានជំពូក 4 ខ 2 ចុងក្រោយបានចែងថាអញ្ចឹងព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់នាងថាអស់អ្នកដែលពិសាទឹកនេះនៅតែស្រែកតទៅមុខទៀតរីឯអស់អ្នកដែលពិសាទឹកខ្ញុំដែលឲ្យនោះនឹងមិនត្រូវស្រែកទៀតសោះឡើយបិទទឹកខ្ញុំឲ្យនឹងបានទៅជាប្រភពទឹកដែលផុសឡើងដល់ជីវិតអស់កលជានិច្ចព្រះបន្ទូលរបស់អង្គជាព្រះបន្ទូលដ៏រស់នៅក្នុងជីវិតរបស់យើងជាព្រះបន្ទូលដែលមានជីវិត 100%នៅពេលដែលយើងហឹកទឹកដែលជាព្រះបន្ទូលរបស់ព្រះអង្គទឹកនោះនឹងក្លាយជាប្រភពទឹកដែលនឹងមិនរីសោះឡើយជាទឹកដែលផ្ដល់ជីវិតជាទឹកដែលផ្ដល់សុភមង្គលជាទឹកដែលផ្ដល់សេចក្តីសង្ឃឹមជាទឹកដែលផ្ដល់អំណរជាទឹកនៃការព្យាបាលនៅក្នុងជីវិតលោកអ្នកបងប្អូនហើយនឹងខ្ញុំព្រះបន្ទូលគឺជាព្រះជាម្ចាស់ការដើមដំបូងមកព្រះបន្ទូលគង់នៅ
ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ហើយព្រះបន្ទូលមួយនេះជាព្រះជាម្ចាស់ព្រះបន្ទូលនេះជាប្រភពទឹកសម្រាប់លោកអ្នកបងប្អូនទាំងអស់គ្នាបើព្រះអង្គគង់នៅទីនេះសូមពុំភ័យខ្លាចសោះឡើយព្រះអង្គនឹងធ្វើការចាសូមលោកអ្នកបងប្អូនបានដាក់ដៃនៅលើដួងចិត្តរបស់លោកអ្នក